លោកដូណាល់ត្រាំប្រើសម្ពាធ2ដែលគម្រាមបាទទី1គឺយោធាទី2គឺពន្ធបាទរហូតដល់ខឹងជាងគេគឺលោកម៉ាក្រុងបាទខឹងលោកម៉ាណែលម៉ាក្រុងគាត់ថាខ្ញុំមិនចង់និយាយរឿងលោកម៉ាក្រុងនឹងទេបាទគាត់បដិសេធតាក់ទងទៅចូលក្រុមប្រឹក្សាសន្តិភាពនេះមុនគេបាទតម្លៃពន្ធម៉ាក្រុងស្រាហើយនឹងសម្បាញរបស់បារាំងនេះ200%បាទហើយគាត់ថាខ្ញុំចង់និយាយជាមួយម៉ាក្រុងច្រើនព្រោះ2-3 ខែទៀតគាត់ចាប់អាណត្តិបាទលោកម៉ាក្រុងអស់អាណត្តិជាវិធីនេះទៅប្តីហើយបាទហើយនេះវាបញ្ហាហើយនៅការតម្លើងពន្ធនៅតម្លើងពន្ធដល់សហគមន៍អឺរ៉ុបហើយដែលបញ្ជូនទ័ពមក Greenland កន្លងមកនេះហើយបញ្ហានេះគឺបន្ទាប់ពីចូលទៅបាទគាត់និយាយខ្លួនគាត់ម្នាក់គាត់ក្នុងបន្ទប់គាត់និយាយអញ្ចឹងស្រួលណាបាទប៉ុន្តែទៅពេលគាត់ទៅប្រជុំមួយគេស្ដាប់នៅទីតិចចុំដូចមិនកើតទេបាទអញ្ចឹងគាត់ស្រួលអញ្ចឹងគាត់បត់បែនភ្លាមបាទចំណុចល្អមួយរបស់គាត់ហ៊ានបត់បែនភ្លាមអ្វីដែលគាត់និយាយគាត់ស្ដោះវិញភ្លាមគាត់អត់ខ្មាស់គេទេគាត់ទេខ្មាស់គេទេបាទអញ្ចឹងទេគាត់បានផ្លាស់ប្ដូរនៅពេលដែលគាត់ចូលទៅវេទិកាពិភពលោកតាក់ទងទៅនឹងសេដ្ឋកិច្ចនេះហើយលោកបានថាមិនទេមិនសម្ពាធពន្ធក៏ឈប់ដែរយោធាក៏អត់ប្រើដែរហើយបន្ទាប់ពីគាត់ប្រជុំជាមួយនឹងលោកម៉ាករូតេអគ្គលេខាធិការ NATO ហើយគឺគាត់ថាបានរៀបចំឲ្យមានក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរួចហើយបាទបានពង្រៀងបានឯកភាពគ្នាហើយអ្វីដែលក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលខ្ញុំគាត់អត់ទម្លាយទេគាត់អត់មានប្រសាសន៍តែប៉ុណ្្នឹងចង់ពិភពលោកឥឡូវសប្បាយចិត្តជាពិសេសសហគមន៍អឺរ៉ុបសប្បាយចិត្តអ្នករកស៊ីអ្នកវិនិយោគទុនអីណាបាទគេសប្បាយចិត្តនៅពេលដែលលោកដូណាល់ត្រាំប្រកាសមិនប្រើសម្ពាធពន្ធមិនប្រើយោធាសេដ្ឋកិច្ចល្អឥឡូវនេះបាទប៉ុន្តែហើយប្រើនឹងយកមិនបានបាទនៅក្នុងនេះគាត់អត់បង្ហើបទេប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគាត់ប្រើប្រាស់នៅសន្ធិសញ្ញាដែលមានស្រាប់ដូចខ្ញុំធ្លាប់វិភាគកន្លងមកអញ្ចឹងលោកដូណាល់ត្រាំគាត់ប្រើមធ្យោបាយទុនឥឡូវគាត់ឈប់ប្រើមធ្យោបាយទៅថ្ងៃប្រើផ្លូវច្បាប់បាទមធ្យោបាយទុនហ្នឹងគាត់ប្រើមាន3បាទទី1ទិញបាទទិញពីណាទិញពីដានម៉ាកបាទពីព្រោះដែនដីនេះគឺនៅក្រោមដានម៉ាកបាទនៅក្រោមអាណានិគមរបស់ដានម៉ាកបាទទី1គាត់ទិញទី2គាត់ប្រើប្រាស់នៅគេហៅថាសន្ធិសញ្ញាដែលបង្កើតនៅសន្ធិសញ្ញាទី1គឺសន្ធិសញ្ញាពាក់ព័ន្ធទៅនឹងការគ្រប់គ្រងធនធានរ៉ែសន្ធិសញ្ញាទី2លោកប្រើតាក់ទងសន្ធិសញ្ញាយោធាដូច្នេះអ្វីដែលមានរាល់ថ្ងៃនេះគឺសម្រាប់សហរដ្ឋអាមេរិកគឺមានវត្តមានរួចហើយនៅ Greenland ក៏មានសន្ធិសញ្ញារួចហើយជាមួយនឹងស៊ុយអែតណាខ្ញុំចេះច្រឡំស៊ុយអែតនិងដានម៉ាកបាទស៊ុយអែតនេះបាទនៅ Greenland ដានម៉ាកបាទខ្ញុំច្រឡំប្រទេសពីរហ្នឹងបាទសំទោសនៅចិត្តគ្នាមែនប្រទេសពីរហ្នឹងហើយនៅក្នុងសន្ធិសញ្ញាគឺដោយសារតែGreenland នេះគឺជាកោះបាទគឺជាកោះយើងត្រូវប្រើប្រាស់នៅច្បាប់មួយគេហៅថានីតិសមុទ្រដែលអនុម័តដោយអង្គការសហប្រជាជាតិឆ្នាំ1982បាទហើយអញ្ចឹងច្បាប់ដែនសមុទ្រនេះព្រោះ Greenland នេះជាកោះបាទខ្ញុំលើកឡើងវិញកោះធំជាងគេហើយធំជាងមែនទេធំជាងអ៊ុយក្រែន 3.6 ដងហើយបើយើងប្រៀបធៀបខ្ញុំចាក់ធានបន្តិចបើយើងប្រៀបធៀបថារុស្ស៊ីវាយអ៊ុយក្រែនទៅដើមយកទឹកដីប្រវត្តិសាស្ត្រមានប្រវត្តិសាស្ត្រនៅក្រោមរុស្ស៊ីមានប្រជាជនរុស្ស៊ីប្រើប្រាស់ភាសារុស្ស៊ីឡាក់ហើយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរុស្ស៊ីមិនចឹងបាទវានៅជាប់រុស្ស៊ីហើយទៅចូល NATO ប៉ះពាល់សន្តិសុខរុស្ស៊ីហើយអាមេរិកនេះដដើម Greenland នេះសួរថានៅជាប់អាមេរិកទេនៅឆ្ងាយពីអាមេរិកហើយ Greenland រហូតដល់ 3.6 ដងចង់ដដើមយករបស់គេទាំងយោធាទាំងទិញបាទហើយអត់ឃើញបងប្អូនខ្លះមានគេថាជេរអាមេរិកផងបាទជេរដល់រុស្ស៊ីអានេះគឺខ្ញុំគាត់ថាចេញវងកញ្ចក់បាទអញ្ចឹងទេនៅក្នុងសន្ធិសញ្ញាគេមានសន្ធិសញ្ញាមួយគេហៅសន្ធិសញ្ញាអាក់ទិកដែលសន្ធិសញ្ញាអាក់ទិកនេះគឺបន្ទាប់ពីមានការចុះអនុម័តនៅច្បាប់នីតិសមុទ្រនេះបាទគឺមានបង្កើតជាក្រុមប្រឹក្សាអាក់ទិកដែលមាន8ប្រទេសបាទដែលមាន8ប្រទេសក្នុងការគ្រប់គ្រងតំបន់អាក់ទិកទាំងមូលបើយើងនិយាយពីតំបន់អាក់ទិកបូករួមទាំង Greenland ហើយបាទហើយតំបន់អាក់ទិកនេះក្រុមប្រឹក្សានេះមានអាមេរិកមានកាណាដាមានស៊ុយអែតមានដាណឺម៉ាកមានរុស្ស៊ីមានអង់គ្លេសបាទមានអង់គ្លេសហើយនឹងមានហ្វាំងឡង់អៃស្លង់នេះជាដើមបាទអញ្ចឹងក្រុមប្រឹក្សានេះហើយគឺធ្វើពាក់ព័ន្ធនឹងក្រុមប្រឹក្សានេះការពារមែនទេនោះគឺពាក់ព័ន្ធនឹងបរិស្ថានពាក់ព័ន្ធទៅនឹងការរំលោភបំពានអីមួយចំនួនទេបាទហើយនៅក្នុងសន្ធិសញ្ញាអាក់ទិកនេះគឺមានសន្ធិសញ្ញាជាច្រើនទៀតបាទតាំងពីឆ្នាំ2011រហូតដល់2018មានសន្ធិសញ្ញា4ទៀតពាក់ព័ន្ធទៅនឹងការកំពប់ប្រេងពាក់ព័ន្ធទៅនឹងការការពារនៅត្រីគេហៅថាការពាររ៉ែធនធានអីឡាក់បាទហ្នឹងខ្ញុំមិនលើកទៅឆ្ងាយទេប៉ុន្តែ
អ្វីដែលខ្ញុំមើលឃើញលោក Donald Trump នឹងពង្រីកនៅគេហៅថាវិសាលភាពនៃសន្ធិសញ្ញានេះធ្វើ amendment មានន័យថាសហរដ្ឋអាមេរិកមានសិទ្ធិក្នុងការធ្វើអាជីវកម្មបើកឲ្យធ្វើអាជីវកម្មហើយកន្លងមកមាននេះតំបន់អាតិចមិនឲ្យមានធ្វើអាជីវកម្មខួងយោធនធានធម្មជាតិទេដូច្នេះគឺអាមេរិកឲ្យមានថាសហការជាមួយនឹង NATO ជាមួយលោក Mark Rutte អគ្គលេខាធិការរបស់ NATO នេះគឺនឹងធ្វើ amendment ទៅលើសន្ធិសញ្ញាអាតិចនេះក៏ដូចជាសន្ធិសញ្ញាយោធាជាមួយនឹងដានម៉ាក់ បាទដានម៉ាក់ បាទក្នុងការគ្រប់គ្រងតាមរយៈច្បាប់សន្ធិសញ្ញាបាទដូច្នេះទេនឹងមានការកែប្រែអាមេរិក Greenland នៅតែជារបស់ដានម៉ាក់ប៉ុន្តែនៅក្នុងសន្ធិសញ្ញាគឺអាមេរិកជាអ្នកចាត់ចែងបាទចាត់ចែងទាំងបញ្ហាសន្តិសុខបញ្ហាការពារបាទទាំងបញ្ហាប្រមូលនៅធនធាននៅតំបន់ Greenland នេះអញ្ចឹងចាំបាច់ទិញមកអីបើប្រមូលចឹងបានតែដែរលុយទៀតមិនបាច់អស់លុយអីទៀតហើយមិនបាច់ខុសច្បាប់អន្តរជាតិអីទៀតអញ្ចឹងនេះគឺជាមធ្យោបាយមួយដែលល្អហើយខ្ញុំតែងតែវិភាគកន្លងមកហើយបាទគឺមធ្យោបាយទុនគាត់ប្រើ3មធ្យោបាយអញ្ចឹងវាចូលនៅក្នុងមធ្យោបាយនេះតាក់ទងទៅនឹងការកែរបស់នៅបង្កើតនៅសន្ធិសញ្ញា